គេថាផ្លែក្រូចគឺជាផ្លែឈើនាំលីហើយណែមករៀនធ្វើផ្លែក្រូចបតោងសោទៀតណាយកទៅធ្វើកាដូជូនអតិថិជនភ្ញៀវបងប្អូនអីក៏បានដែរជាកិច្ចចាប់ផ្ដើមនៃកម្មវិធីយើងយកលួសចំនួន2ទៅ40មកតាក់ច្បាក់គ្នាអញ្ចេះបងតាក់ឲ្យជាប់តែតាក់មិនជាប់ផ្លែក្រូចបែកខ្ចាយហើយហូរទឹកពេញនឹងលើហ្នឹងតបពីតាក់អញ្ចឹងហើយបងប្រើប៊ិចលើកនេះឈប់យកឈើមកធ្វើឲ្យភ្ញៀវសួររកទិញឈើនឹងពេកអត់មានណោះឥឡូវខ្ញុំធ្វើប៊ិចម្ដងមើលនេះបងប៊ិចខ្មៅដៃបតតអីក៏ដោយអត់ថាមានមូនអញ្ចឹងយកមកប្រើមករុំមួយឲ្យសកាត់វាឲ្យជាប់ណានេះខ្ញុំធ្វើឲ្យអស់ចឹងខ្ញុំស្កាត់មកស្ទូនចេះហើយបើខ្ញុំបលែងចេញមកធ្វើឲ្យវាហ្នឹងរៀងមាំជាប់រៀងល្អតបមកប្រើពណ៌បៃតងមួយទៀតនិយាយទៅគ្រប់ការទាំងអស់ម្លងបានទេអាពណ៌បៃតងហ្នឹងយកមកធ្វើជាលក្ខណៈស្លឹកគេហ៎ហើយបន្តមកទៀតបងទាញអញ្ចឹងមកខ្ញុំអត់ដឹងនិយាយអីទេវីដេអូតែប៉ុណ្ណឹងសម្លេងនិយាយក៏ប៉ុណ្ណឹងតែខ្ញុំរកស្អីដាក់មិនឃើញចម្រៀងដាក់ទៅវាចេះជាប់ copyright ពេកដល់វគ្គយើងសំខាន់ណាពេលកន្លែងនេះបងទាញរៀងឲ្យខូចឲ្យស្អាតហើយចាប់ដាក់បត់ស្លឹកយកតែម្ដងកន្លែងបត់ស្លឹកនេះបងប្រយ័ត្នបន្តិចបើអត់ប្រយ័ត្នទេស្លឹកចេញមកទំហំអត់ប៉ុនគ្នាអត់ក្រក់មើលខ្លាំងណាស់ហើយខើចកម្មញ្ញយើងទៀតនេះក៏ខ្ញុំស្មានរៀងមកគឺប៉ុនគ្នាល្មមដោយសារយើងធ្វើរៀងច្រើនទៅស្នឹកដៃអញ្ចឹងធ្វើឲ្យបាន4មកអូយអែមសែមនិយាយពីថាស្រួលអត់ពិបាកអីគ្រាន់ណាដូចនិយាយអញ្ចឹងស្អីក៏អត់ពិបាកដែរគ្រាន់តែវាស៊ីពេលវាយូរតែប៉ុណ្ណឹងក៏ពីធ្វើឲ្យប៉ុណ្ណឹងមានអីក្រៅពីរុំស្កុតពណ៌បៃតងយើងម្ដងមកបងប្អូនស្កុតហ្នឹងរុំឲ្យដល់លើទៅហើយយើងទុកបត់វាយកប្រឡប់ប្រហោងដើម្បីទុកដោតបតោងសោចូលវីដេអូអត់បានដាក់កន្លែងបតោងសោឲ្យមើលណាព្រោះចេញឈុករត់មកសមអញហើយអញ្ចឹងបងអ្នកមើលបានចង់បានសម្ភារៈទាំងអស់ហ្នឹងឆាតទៅเพจរចនាផ្កាកណ្ដាលបោះដុំសម្ភារៈក៏បានเพจហ្នឹងក៏បានដែរ